សួស្តីកូនៗបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី65រឿងសត្វលលកនិងស្រមោចខ្មៅអំណានឥឡូវកូនទាំងអស់គ្នាមកពិនិត្យមើលរូបភាពទាំងអស់គ្នារូបភាពនេះគឺជារូបភាពលលកនិងស្រមោចខ្មៅអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរកូនទាំងអស់គ្នាមកធ្វើការអានអំណានរបស់យើងជាមួយលោកគ្រូទាំងអស់គ្នាមានសត្វរលកមួយហើរទៅឃើញពួកស្រមោចខ្មៅកំពុងលង់ទឹកហែលតោងគ្នាលលកមានចិត្តអាណិតក៏ពំមែកឈើងាប់មួយមកដាក់ធ្វើជាស្ពានឲ្យស្រមោចទាំងនោះតោងវាឡើងមកលើគោកបានរួចផុតពីក្តីស្លាប់ថ្ងៃមួយមានព្រានប្រមាញ់ម្នាក់ឃើញលលកទុំលើមែកជ្រៃក៏លើកស្នាតម្រង់បំរុងនឹងបាញ់លលកនោះស្រមោចឃើញដូចនោះក៏នាំគ្នាវាឡើងទៅខាំជើងព្រាននាយព្រានភ្ញាក់ក៏ទន្ទ្រាំជើងឮសូរដល់លលកដឹងខ្លួនក៏ហើរចេញទៅរួចផុតពីសេចក្តីស្លាប់ក្រោយពីកូនបានអានជាមួយលោកគ្រូមកកូនទាំងអស់គ្នាធ្វើការអានដោយខ្លួនឯងឲ្យបានច្រើនដងច្រើនសារដើម្បីឲ្យបានស្ទាត់ក្នុងការអានអត្ថបទអំណានរបស់យើងហើយកូនពុំដែលទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបានមេរៀនអំណានថ្មីពីលោកគ្រូ